ក្នុងនាងជាអ្នកតំណាងមេតបស៊ីលៀងនៅសម័យនគរទាំង3លោកគ្រប់គ្នារំពឹងទុកថាម៉ាឆាវពេលដែលចូលរួមជាមួយរីប៉ៃគាត់នឹងបង្ហាញស្នាដៃដ៏អស្ចារ្យគាត់បានឡើងពាត់ឈឹងទូហើយបង្ខំឲ្យលីចាងចុះចាញ់ដែលមិនបាច់ច្បាំងនឹងនៅស្មរភូមិហានចុងតែក្នុងនោះក៏មានចាងហ្វៃហួងចុងនិងអ៊ូយៀននិងអ្នកផ្សេងទៀតជាច្រើនដែលធ្វើឲ្យសមិទ្ធផលរបស់ម៉ាឆាវមានភាពស្រពេចស្រពិលចាប់តាំងពីពេលគេចាញ់ក្រោមដៃឆាវនៅតុងគាន់កន្លះជីវិតចុងក្រោយរបស់ម៉ាឆាវបានធ្លាក់ចុះនិងបាត់បន្តិចម្ដងពីក្រសែភ្នែករបស់មនុស្សគ្រប់គ្នាតើហេតុអ្វីពេលគាត់ចុះចូលជាមួយលាវប៉ៃគេឈ្មោះគាត់ត្រូវអន់ថយហើយមិនល្បីល្បាញក្នុងប្រវត្តិសាស្ត្រខ្លាំងដូចមេតបដទៃម៉ាឆាវឈ្មោះគូសំហៅថាម៉ងឈីមានដើមកំណើតនៅម៉ៅលីងគាត់ជាកូនប្រុសរបស់ម៉ាថឹងដែលជាចៅប្រុសរបស់ម៉ាយៀនជាមេតបរាជវង្សហានម៉ាឆាវត្រូវគេស្គាល់ថាជាមនុស្សខ្លាំងនិងក្លាហានតាំងពីវ័យក្មេងម៉ាថឹងនិងហានសួយតែងតែប៉ះទង្គិចគ្នានៅថ្ងៃមួយសង្គ្រាមរវាងអ្នកទាំងពីរយៀនស៊ីងដែលជាមេតបរបស់ហានសួយបានប៉ះជាមួយនឹងម៉ាឆាវបានវាយបំបាក់លំពេងរបស់គាត់ហើយធ្វើឲ្យរបួសធ្ងន់និងបានសម្លាប់គាត់នៅគ្រានោះនៅឆ្នាំ202យៀនសាងដែលជាកូនប្រុសទី3របស់យៀនសាវបានបញ្ជាឲ្យកៅកាននិងគូយៀនបានរួមគ្នាវាយប្រហារហឺតុងនិងកនចុងយ៉ាវដែលជាមន្ត្រីឆាវជាមេបញ្ជាការស៊ីលីបានបញ្ចុះបញ្ចូលម៉ាថឹងនិងហានសួយដោយបញ្ជាក់ពីគុណសម្បត្តិនិងគុណវិបត្តិដើម្បីរួមដៃគ្នាវាយត្រកូលយៀនម៉ាថឹងបានបញ្ជូនម៉ាឆាវឲ្យទៅដឹកនាំទ័ពចំនួន 10000 នាក់ចូលរួមនៅកនចុងដើម្បីជួយចុងយ៉ាវម៉ាឆាវបានវាយប្រហារកៅយៀននៅពេលដែលកៅយៀនដឹកនាំកងទ័ពឆ្លងទន្លេហ្វីនបានពាក់កណ្ដាលម៉ាឆាវបានដឹកនាំកម្លាំងទ័ពវាយប្រហារក្នុងពេលប្រយុទ្ធនោះម៉ាឆាវបានរងរបួសដោយព្រួញនៅជើងប៉ុន្តែគាត់មិនញើតឡើយគាត់បានរំជើងដោយក្រណាត់និងបន្តដឹកនាំទ័ពក្នុងការប្រយុទ្ធមេទ័ពរបស់គាត់ផឹងតាបានសម្លាប់កៅយៀនដោយផ្ទាល់ដៃហើយសង្គ្រាមនេះបានទទួលជ័យជំនះឆាវពេញចិត្តជាខ្លាំងចំពោះសមត្ថភាពរបស់ម៉ាឆាវនិងតែងតាំងគេជាមន្ត្រីប៉ុន្តែម៉ាឆាវបានបដិសេធក្រោយមកឆាវបានប្រើព្រះរាជក្រឹត្យរបស់អធិរាជសៀននៃរាជវង្សហានដើម្បីតែងតាំងម៉ាឆាវជាអភិបាលក្រុងនៅឆ្នាំ208ម៉ាថឹងត្រូវបានបញ្ចុះបញ្ចូលដោយចាងជីហើយត្រូវបានតែងតាំងជាមន្ត្រីនិងបងប្អូនប្រុសគាត់2នាក់ទៀតបានទៅនៅឆាងអានមានតែម៉ាឆាវប៉ុណ្ណោះដែលស្នាក់នៅស៊ីលៀងបន្តហើយត្រូវបានតែងតាំងជាមេទ័ពនិងគ្រប់គ្រងកងទ័ពគ្រួសារម៉ាទាំងអស់នៅឆ្នាំ211ឆាវបានបញ្ជូនចុងយ៉ាវនិងស៊ីហ៊ូយៀនឲ្យដឹកនាំកម្លាំងទៅហឺតុងដើម្បីវាយលោកចាងលូនៅហានចុងនិងឆ្លងកាត់តាមទឹកដីម៉ាឆាវនិងហានសួយសង្ស័យថាឆាវវាយលុកខ្លួនទើបរួមដៃគ្នាជាមួយចាងលូលើកទ័ពរាប់ពាន់នាក់ក្រោកបះបោរប្រឆាំងនឹងឆាវការក្រោកបះបោររបស់គាត់នេះបានធ្វើឲ្យគ្រួសាររបស់គាត់ទាំងអស់ជាង200នាក់នៅឯឆាងអានត្រូវបានសម្លាប់ចោលទាំងអស់នៅពេលដែលម៉ាឆាវបញ្ចុះចូលហានសួយឲ្យប្រឆាំងនឹងឆាវគាត់បាននិយាយទៅកាន់ហានសួយថាខ្ញុំបានបោះបង់ឪពុកខ្ញុំចោលហើយខ្ញុំនឹងយកលោកជាឪពុកដូច្នេះលោកគួរតែបោះបង់កូនរបស់លោកហើយទុកខ្ញុំដូចជាកូនយៀនស៊ីងដែលជាមន្ត្រីរបស់ហានសួយបានណែនាំឲ្យគាត់កុំចុះចូលជាមួយនឹងម៉ាឆាវតែហានសួយមិនស្ដាប់ឆាវបានបញ្ជូនឆាយិននិងអ្នកដទៃទៀតឲ្យទប់ទល់ដោយសារខ្លាចឥទ្ធិពលរបស់ទ័ពស៊ីលៀងឆាវបានបញ្ជាមេទ័ពគាត់ការពារក្រុងហើយមិនវាយប្រហាររងចាំការគ្រប់គ្រងពីកងទ័ពរបស់គាត់នៅខែកក្កដាឆាវបានដឹកនាំកម្លាំងពីវាលទំនាបកណ្ដាលឆ្ពោះទៅភាគខាងលិចដោយផ្ទាល់ហើយប្រឈមមុខជាមួយនឹងកងទ័ពរបស់ម៉ាឆាវនៅតុងខ្វាន់កងទ័ពឆាវបានបោះជំរំនៅប៉ប៉ានក្រោយមកម៉ាឆាវបាននិយាយថាយើងគ្រាន់តែការពារនៅខាងជើងទន្លេអ៊ួយមិនដល់20ថ្ងៃទេអាហារនិងស្បៀងរបស់ឆាវនឹងត្រូវអស់ពួកគេនឹងដកទ័ពដោយខ្លួនឯងក្រោយពីឆាវដឹងពីយុទ្ធសាស្ត្ររបស់ម៉ាឆាវគាត់បាននិយាយថាបើម៉ាឆាវមិនស្លាប់ទេគាត់ច្បាស់ជាគ្មានកន្លែងបញ្ចុះសពទេនៅខែសីហាឆាវបានឆ្លងទន្លេលឿងទៅតុងគាន់ហើយបានបញ្ជាឲ្យស៊ីហួងនិងជូលីងនិងទ័ពជាង 4000 នាក់ទៀត
ដឹកនាំកម្លាំងចេញពីប៉ប៉ានបន្ទាប់ពីម៉ាឆាវដឹងរឿងនេះគាត់បានបញ្ជូនលីងស៊ីងឲ្យដឹកនាំកម្លាំង 5000 នាក់ទៅវាយប្រហារស៊ីហួងប៉ុន្តែពួកគេមិនមែនជាដៃគូស៊ីហួងបានកាន់កាប់ហឺស៊ីហើយបោះជំរំនៅទីនោះឆាយផ្ទាល់បានដឹកនាំកម្លាំងឆ្លងទៅតុងកនភៀកចង្ជើងដែលនាំស៊ីឈូងនិងទាហានខ្លាចជាង 100 នាក់ភ្លាមនោះម៉ាឆាវបានដឹកនាំកម្លាំងទ័ពសេះជាង 10000 នាក់ដើម្បីសម្លាប់ឆាយម៉ាឆាវបានបញ្ជាគេបាញ់ព្រួញចំណែកឯឆាយគឺកំពុងតែដេកមិនដឹងខ្លួនឃើញហេតុការណ៍មិនទាន់ស៊ីឈូបានទៅប្រាប់ចាងហឺនិងមេតបផ្សេងឲ្យនាំឆាយគេចខ្លួនម៉ាឆាវបានដឹកនាំតបសេះដេញតាមឆាយម៉ាឆាវបានតម្រង់ធ្នូទៅរកឆាយប៉ុន្តែជាសំណាងល្អដែលស៊ីជូមកតាន់ពេលវេលាបានយកខ្សែក្រវ៉ាត់របស់គាត់ដើម្បីរៀងព្រួញដោយដៃម្ខាងហើយដៃម្ខាងទៀតទាញសេះរបស់ឆាយទាំងវ័យដែលជាមេតបឆាយបានប្រឡែងសេះចោលទាំងអស់ធ្វើឲ្យទាហានម៉ាឆាវលេងខ្វល់ដេញតាមសម្រាប់ឆាយពួកគេបែរជាតាមដេញសេះទៅវិញធ្វើឲ្យម៉ាឆាវមិនអាចគ្រប់គ្រងស្ថានភាពនេះបានកូនចៅឆាយទាំងអស់មានការព្រួយបារម្ភពីគេជាខ្លាំងប៉ុន្តែឆាយបែរជាសើចហើយនិយាយថាខ្ញុំស្ទើរស្លាប់ដោយសារចៅតូចម្នាក់នេះនៅខែកញ្ញាឆាយបានឆ្លងទន្លេអ៊ួយនិងបោះជំរំនៅទីនោះនិងបានវាយឆ្មាក់ម៉ាឆាវទាំងយប់ម៉ាឆាវនិងអ្នកដទៃទៀតបានចរចាសន្តិភាពជាមួយឆាយប៉ុន្តែត្រូវបដិសេធក្រោយពីការបដិសេធរបស់ឆាយកម្លាំងទាំងពីរបានប្រយុទ្ធគ្នាជាញយក្រោយមកឆាយបានទទួលយកយុទ្ធសាស្ត្ររបស់ជីវស៊ីធ្វើពុតជាចរចានិងនិយាយលេងសើចជាមួយនឹងហានស៊ួយចំណែកឯម៉ាឆាវពេលដែលចរចាគាត់មានមោទនភាពចំពោះភាពក្លាហានរបស់ខ្លួននិងមានបំណងចង់ចាប់ឆាយនៅទីនោះប៉ុន្តែត្រូវបញ្ឈប់ទៅវិញដោយមានគេប្រាប់គាត់ថាស៊ីឈូដែលនៅការពីឆាយគឺជាមនុស្សក្លាហានសមត្ថភាពមិនអាចស្មានទើបគាត់បញ្ឈប់គំនិតនេះទៅវិញជាមួយនឹងទេពកោសល្យនៃការនិយាយរបស់ឆាយធ្វើឲ្យម៉ាឆាវនិងហានស៊ួយមានការសង្ស័យគ្នាទៅវិញទៅមកឆ្លៀតឱកាសនោះឆាយបានលើកទ័ពវាយប្រហារពួកគេទាំងពីរបន្ទាប់ពីម៉ាឆាវនិងហានស៊ួយត្រូវចាញ់គាត់បានដកទៅអានទីងបន្ទាប់មកទៅសានគួយឆាយបានដេញតាមទ័ពរបស់គេដល់ហានទីងនិងបានបញ្ជាឲ្យទ័ពត្រឡប់ទៅភាគខាងត្បូងដើម្បីបង្ក្រាបការបះបោរនៅហឺជានពេលនោះមន្ត្រីយ៉ាវូបានប្រាប់ឆាយថាម៉ាឆាវមានសេចក្តីក្លាហានរបស់ហានស៊ីងនិងអ៊ីងប៉ហើយគាត់អាចយកឈ្នះចិត្តប្រជាជនស៊ីលៀងខ្ញុំខ្លាចថាបើកងទ័ពយើងវិលត្រឡប់មកវិញមិនបានរៀបចំឲ្យស្រួលបួលនោះទឹកដីនេះនឹងលែងជារបស់យើងតែទោះបីឆាយដឹងពីអំណាចរបស់ម៉ាឆាវនៅទឹកដីស៊ីលៀងក៏ដោយក៏គាត់ត្រូវតែដកទ័ពទៅវិញដោយសារហឺជានមានគ្រោះទើបគាត់ទុកស៊ីហ៊ូយៀននិងមេតបល្បីជាច្រើននៅទីនោះនៅឆ្នាំ212ម៉ាឆាវបានដឹកនាំកងទ័ពទៅវាយយកស៊ីលៀងវិញពេលនោះចាងលូបានបញ្ជូនមេតបយ៉ាងអាននិងទ័ព 10000 នាក់ទៅជួយម៉ាឆាវនៅខែឧសភាឆ្នាំដដែលឆាយបានបញ្ជាគេសម្លាប់ឪពុកនិងបងប្អូនសាច់ញាតិរបស់ម៉ាឆាវទាំងអស់ចោលចវាយក្រុងស៊ីលៀងអ៊ុយខាងដែលមានការឡោមព័ទ្ធពីទាហានរបស់ម៉ាឆាវគាត់បានបញ្ជូនមនុស្សទៅសុំជំនួយពីស៊ីហ៊ូយៀនប៉ុន្តែយ៉ានវិនត្រូវចាប់បាននៅតាមផ្លូវនិងត្រូវសម្លាប់ទីបំផុតទៅអ៊ុយខាងក៏ត្រូវចាញ់សង្គ្រាមនិងត្រូវស្លាប់នៅទីនោះទៅការចោះចូលជាមួយនឹងលាវប៉ៃនិងចំណុចមួយចំនួនដែលធ្វើឲ្យគេឈ្មោះរបស់គាត់ត្រូវបាត់បង់បន្ទាប់ពីម៉ាឆាវកាន់កាប់ក្រុងជីឆឹងនិងសម្លាប់អ៊ុយខាងស៊ីហ៊ូយៀនបានដឹកនាំកម្លាំងទ័ពចម្ងាយ200យោជន៍ម៉ាឆាវបានដឹកនាំកម្លាំងទ័ពទៅទប់ទល់ក្រោយមកស៊ីហ៊ូយៀនបានដកទ័ពទៅឆាងអានវិញចំណែកមន្ត្រីរបស់ម៉ាឆាវមួយចំនួនដែលធ្លាប់នៅក្រោមបង្គាប់របស់អ៊ុយខាងចាប់ដើមមានគំនិតក្បត់ចង់បះបោរប្រឆាំងនឹងម៉ាឆាវមន្ត្រីម្នាក់ឈ្មោះយ៉ាងហ្វូដែលធ្លាប់នៅក្រោមបង្គាប់អ៊ុយខាងបានបញ្ចូលជាងស៊ីឲ្យធ្វើការបះបោរប្រឆាំងនឹងម៉ាឆាវនិងអូសទីមនុស្សជាច្រើនទៀតឲ្យចូលរួមក្នុងការបះបោរនេះតែពួកគេក៏មិនហ៊ានបះបោរភ្លាមដែរពួកគេនៅរងចាំឱកាសល្អទើបក្រោកបះបោរនៅឆ្នាំ213ម៉ាឆាវបានកាន់កាប់ហានយ៉ាងធ្វើឲ្យឆាវមានការព្រួយបារម្ភជាខ្លាំងឆាវបានបញ្ជាស៊ីហ៊ូយៀនដឹកនាំទ័ពទៅភាគខាងលិចពេលនោះពួកគេបានវិភាសាគ្នាជាមួយជាងស៊ីដែលចង់បះបោរប្រឆាំងនឹងម៉ាឆាវស៊ីហ៊ូយៀនបានបញ្ជាឲ្យជាងស៊ូវីលោកស៊ូឆឹង
ខណៈដែលអ៊ីងហ្វឹងនិងចៅអានសម្រុកចូលឈីសានក្រោយពីទទួលដំណឹងនៃការវាយលុករបស់ពួកគេម៉ាឆាវបានលើកទ័ពវាយប្រហារដោយផ្ទាល់និងទុកលៀងគន់ឲ្យការពារក្រុងលៀងគន់បានក្បត់នឹងម៉ាឆាវហើយបិទទ្វារក្រុងគាត់បានសម្លាប់ប្រពន្ធនិងកូនរបស់ម៉ាឆាវចោលទាំងអស់ម៉ាឆាវដែលកំពុងវាយលុកទីក្រុងលូទទួលដំណឹងថាលៀងគន់ក្បត់និងសម្លាប់ប្រពន្ធកូនគាត់ទើបបកមកវាយលីឆឹងវិញនៅពេលនោះម៉ាឆាវបានផ្សព្វផ្សាយពាក្យចាមរាមថាគាត់នឹងភៀសខ្លួនទៅហានចុងពេលដែលទ័ពម៉ាឆាវទៅដល់ទីក្រុងលីចឹងលីគួនយល់ច្រឡំថាជាទ័ពឈៀងស៊ីដែលរួមគ្នាបះបោរជាមួយគ្នាតែការពិតទៅជាទ័ពរបស់ម៉ាឆាវពេលចូលដល់ក្រុងគាត់បានសម្លាប់គ្រួសាររបស់ឈៀងស៊ីចោលទាំងអស់ម្ដាយឈៀងស៊ីមុនពេលស្លាប់គាត់បានស្ដីបន្ទោសម៉ាឆាវថាជាជនក្បត់អកតញ្ញូធ្វើឲ្យឪពុកស្លាប់និងក្បត់នគរតើឋានសួគ៌និងផែនដីអាចឲ្យឯងរស់បានយូរប៉ុណ្ណាប្រសិនបើអ្នកមិនស្លាប់មុនអាយុតើមានមុខមាត់ឯណាទៅជួបអ្នកដទៃម៉ាឆាវខឹងយ៉ាងខ្លាំងបានសម្លាប់ម្ដាយនិងបងប្អូនឈៀងស៊ូនិងដុតក្រុងចោលហើយរត់ទៅហានចុងដើម្បីចុះចូលជាមួយនឹងចាងលូនៅតាមផ្លូវគាត់បានជួបជាមួយយ៉ាងហ្វូចម្បាំងបានផ្ទុះឡើងគាត់បានរងរបួសចំនួន5កន្លែងហើយបងប្អូនគាត់7នាក់ទៀតបានស្លាប់ក្នុងការប្រយុទ្ធនេះក្រោយពីការចុះចូលចាងលូមានការកោតសរសើរយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់ម៉ាឆាវនិងចង់លោកកូនស្រីរបស់គាត់ឲ្យរៀបការជាមួយគេតែមានអ្នកញុះញង់ថាម៉ាឆាវជាមនុស្សមិនខ្វល់នឹងសាច់ញាតិរបស់ខ្លួនធ្វើមិនដេចគេនឹងខ្វល់ពីលោកម្ចាស់ចាងលូឮហើយក៏លែងទុកចិត្តម៉ាឆាវក្រោយមកម៉ាឆាវបានខ្ចីទ័ពពីចាងលូដើម្បីវាយលុកស៊ីលៀងនិងឡោមព័ទ្ធអាងអ៊ុយនៅឈីសានជាងស៊ីបានស្នើសុំជំនួយពីស៊ីហ៊ូយៀនបានបញ្ជាឲ្យចាងហើដឹកនាំកម្លាំងទ័ពចេញតាមផ្លូវច្រកឈិនឆាងដើម្បីសង្គ្រោះគេខណៈពេលដែលគាត់ត្រូវដឹកជញ្ជូនស្បៀងម៉ាឆាវបានឡោមព័ទ្ធឈីសានអស់រយៈពេល30ថ្ងៃប៉ុន្តែមិនអាចបំបែកក្រុងបាននៅពេលដែលកងទ័ពរបស់ចាងហើឆ្លងទន្លេអ៊ុយម៉ាឆាវបានដឹកនាំកម្លាំងទ័ពរាប់ពាន់ដើម្បីវាយលុកចាងហើមុនពេលទ័ពទាំងពីរប្រយុទ្ធគ្នាម៉ាឆាវបានដឹកនាំកម្លាំងទ័ពរបស់ខ្លួនដកថយនិងបោះចោលសម្ភារៈយោធាហើយដកទៅហានចុងវិញដោយសារយ៉ាងប៉ាយដែលជាអ្នកក្រៅបង្គាប់របស់ចាងលូនិងអ្នកផ្សេងទៀតចង់ធ្វើបាបម៉ាឆាវដោយសារតែពួកគេខ្លាចទេពកោសល្យរបស់គាត់ម៉ាឆាវបានអន់ចិត្តជាខ្លាំងនិងលាលែងពីតំណែងចាក់ចេញពីចាងលូទៅនៅទីចុងលីប៉ៃដែលបានដឹកនាំទ័ពទៅកាន់ស៊ីឈွန်បានលើកដំណឹងនិងដឹងពីសមត្ថភាពម៉ាឆាវគាត់បានបញ្ជូនលីហួយទៅបញ្ចុះចូលម៉ាឆាវដឹងថាចាងលូមិនមែនជាមនុស្សធំដុំវ័យទេមិនអាចសម្រេចកិច្ចការធំទៅចុះចូលជាមួយលីប៉ៃបន្ទាប់ពីទទួលបានម៉ាឆាវគាត់បាននិយាយថាអ៊ីចៅអាចយកមកដោយស្រួលគាត់បានចាត់មនុស្សទៅជួបម៉ាឆាវហើយបានបញ្ជូនកងទ័ពរបស់គាត់ទៅដល់ម៉ាឆាវឲ្យវាយលុកឆឹងទូម៉ាឆាវបានដឹកនាំកម្លាំងទ័ពទៅឆឹងទូហើយបានដាក់ទ័ពនៅភាគខាងត្បូងក្រុងប្រជារាស្ត្រនិងមន្ត្រីមានការភ័យខ្លាចនឹងកេរ្តិ៍ឈ្មោះរបស់ម៉ាឆាវត្រឹមតែរយៈពេលតិចជាង10ថ្ងៃកងទ័ពនិងប្រជារាស្ត្រឆឹងទូបានចុះចាញ់ហើយលីវចាងក៏បានបើកទ្វារក្រុងបន្ទាប់ពីលីប៉ៃបានកាន់កាប់ស៊ីឈွန်គាត់បានតម្លើងឋានៈម៉ាឆាវជាមេទ័ពភីងស៊ីនិងកាន់កាប់ក្រុងលីនជូនៅឆ្នាំ217លីប៉ៃនិងឆាវបានជួបប្រយុទ្ធគ្នានៅហានចុងដែលជាសង្គ្រាមដ៏ធំលីប៉ៃបានបញ្ជូនម៉ាឆាវចាងហ្វៃអ៊ូឡានលីវថុងនិងមេទ័ពដទៃទៀតឲ្យកម្ចាត់ចាងហើម៉ាឆាវបានកាន់ទ័ពជាង 10000 នាក់ដើម្បីសង្គ្រាមនេះនៅឆ្នាំ218ចាងហ្វៃម៉ាឆាវអ៊ូឡានលីវតុងនិងអ្នកផ្សេងទៀតបានដឹកនាំកម្លាំងឈរជើងនៅជីស៊ួយដោយធ្វើពុតជីវីលុកអ៊ូតានិងអ៊ីងភីងប៉ុន្តែពួកគេបែកចាញ់ក្រោមដៃឆាវហុងនិងឆាវស៊ឺនិងដឹកនាំទ័ពត្រឡប់ទៅហានចុងដើម្បីជួយលីវប៉ៃដែលកំពុងត្រូវឆាវវីលុកដោយផ្ទាល់យុទ្ធនាការនេះបានធ្វើនៅចន្លោះខែធ្នូឆ្នាំ217រហូតដល់ខែសីហាឆ្នាំ219ទោះបីជាកងកម្លាំងឆាវបានតាំងទីកន្លែងនៅហានចុង2ឆ្នាំបន្ទាប់ពីសមរភូមិយ៉ាងភីងក៏ដោយពួកគេត្រូវបានអស់កម្លាំងដោយយុទ្ធសាស្ត្រទាំងមូលដែលប្រើដោយកងទ័ពរបស់លីវប៉ៃ
ដែលបានប្រើការវាយប្រហារតាមគោលដៅដណ្ដើមយកទីតាំងយុទ្ធសាស្ត្រពីសត្រូវការវាយប្រហារមួយក្នុងចំណោមការវាយប្រហារទាំងនេះបានបណ្ដាលឲ្យស្លាប់ស៊ីវហឺយានដែលជាមេទ័ពកម្ពុជារបស់ឆាវក្រោមទ្វេដៃរបស់ហួងចុងសម្រាប់ប្រវត្តិរបស់ហួងចុងនិងសង្គ្រាមនេះភាគច្រើនគឺជាស្នាដៃធំធេងរបស់គាត់ខ្ញុំនឹងនិយាយលម្អិតនៅប្រវត្តិរបស់គាត់ឆាវដោយសារបញ្ហាអាវុធនិងបញ្ហាផ្សេងទៀតក៏បានបង្ខំចិត្តបោះបង់ទីបញ្ជាការហានចុងហើយបញ្ជាគេដកថយនៅខែមិថុនាឆ្នាំ219ធ្វើឲ្យលីវប៉ៃបានកាន់កាប់ហានចុងក្រោយពីកាន់កាប់ហានចុងមន្ត្រីម្នាក់ឈ្មោះផឹងអ៊ីធ្លាប់ជាអ្នកក្រៅបង្គាប់របស់លីវចាងបានចុះចូលជាមួយលីវប៉ៃតាមរយៈផានថុងបានកោតសរសើរគេយ៉ាងខ្លាំងលីវប៉ៃបានបញ្ជាឲ្យផឹងអ៊ីទទួលខុសត្រូវលើមេទ័ពនិងណែនាំមេទ័ពជាច្រើនរឿងទាំងនេះបានធ្វើឲ្យគាត់មានការកោតសរសើរជាខ្លាំងលីវប៉ៃបានឲ្យគាត់គ្រប់គ្រងអ៊ីចៅធ្វើឲ្យគាត់ក្រអឺតក្រទមនិងមានអំណួតលើខ្លួនឯងជូកលៀងបានប្រព្រឹត្តចំពោះគាត់ដែលគួរសមប៉ុន្តែក្នុងចិត្តរបស់គេដឹងថាគេម្នាក់នោះមិនគួរឲ្យប្រើគាត់បានរាយការណ៍ជាការសម្ងាត់ទៅកាន់លីវប៉ៃជាច្រើនដងដែលនិយាយថាផឹងអ៊ីមានចិត្តធំហើយចិត្តតាធំហើយពិបាកការពារពីចិត្តក្បត់របស់គេណាស់លីវប៉ៃក៏បានសម្រេចចិត្តសាកល្បងផឹងអ៊ីដោយដកតំណែងនិងឲ្យគេគ្រប់គ្រងជាងយ៉ាងរឿងទាំងនេះធ្វើឲ្យផឹងអ៊ីមានអារម្មណ៍មិនសប្បាយចិត្តចំពោះការដកតំណែងនិងបញ្ជូនទៅកន្លែងផ្សេងនៅពេលដែលគាត់បានជួបម៉ាឆាវគាត់បាននិយាយទៅកាន់គេថាលីវប៉ៃចាស់ហើយមិនសមឲ្យយើងស្មោះត្រង់គួរតែបះបោរម៉ាឆាវលោកធ្លាប់ជាវីរបុរសអស់ពាក់កណ្ដាលជីវិតតើហេតុអ្វីបានជាលោកព្រមស្ដាប់បញ្ជាលីវប៉ៃទៅវិញម៉ាឆាវពេលស្ដាប់សម្ដីគាត់ហើយមានអារម្មណ៍ថាជាគ្រោះថ្នាក់គាត់តក់ស្លុតពេលឮផឹងអ៊ីនិយាយបែបនេះហើយនៅស្ងៀមបន្ទាប់ពីផឹងអ៊ីចាក់ចេញម៉ាឆាវបានរាយការណ៍រឿងនេះធ្វើឲ្យផឹងអ៊ីត្រូវជាប់គុកនិងត្រូវសម្លាប់ចោលនៅឆ្នាំ219មន្ត្រីស៊ូហានជាង120នាក់បានដឹកនាំដោយម៉ាឆាវរួមគ្នាសរសេរសៀវភៅមួយដែលមានចំណងជើងថាការបង្កើតស្ដេចហានចុងដើម្បីជំរុញលីវប៉ៃឲ្យក្លាយជាស្ដេចហានចុងលីវប៉ៃក៏យល់ព្រមនិងប្រកាសខ្លួនជាស្ដេចហានចុងនៅឆ្នាំ221លីវប៉ៃក៏បានប្រកាសខ្លួនឯងជាអធិរាជម្ដងទៀតដែលបង្កើតជារាជវង្សស៊ូហានគាត់បានតែងតាំងម៉ាឆាវជាមេទ័ពហ៊ូសាដឹកនាំទ័ពស៊ីលៀងនិងទទួលងារថាជាស្ដេចស៊ូសៀងនៅឆ្នាំ222ម៉ាឆាវបានទទួលមរណភាពនៅអាយុ42ឆ្នាំមុនពេលគាត់ស្លាប់គាត់បានប្រាប់លីវប៉ៃថាសមាជិកគ្រួសារជាង200នាក់នៃត្រកូលរបស់គាត់ត្រូវឆាវសម្លាប់គាត់មានតែប្អូនប្រុសម្នាក់ឈ្មោះម៉ាតាយប៉ុណ្ណោះដែលនៅសេសសល់ក្រោយពីការស្លាប់របស់គាត់កូនប្រុសរបស់គាត់ឈ្មោះម៉ាឆឹងស៊ីបានក្លាយជាស្ដេចស៊ូសៀងម៉ាតាយត្រូវរំឡើងឋានៈជាមេទ័ពផឹងប៉ៃនិងក្លាយជាស្ដេចឈិនឆាងកូនស្រីរបស់គាត់បានរៀបការជាមួយនឹងកូនប្រុសរបស់លីវប៉ៃចំណុចមួយចំនួនដែលគាត់ត្រូវបំផ្លាញគេឈ្មោះដោយខ្លួនឯងអ្វីត្បិតតែគាត់ខ្លាំងមានវិជ្ជាគុណនិងយុទ្ធសាស្ត្រតែគាត់បានធ្វើរឿងចំនួន2ដែលទីបំផុតបំផ្លាញគេឈ្មោះរបស់គាត់ហើយធ្វើឲ្យពួកមេទ័ពនៅស៊ីលៀងនិងមន្ត្រីស៊ូហានមិនសូវទុកចិត្តទី1គឺមិនអើពើនឹងការស្លាប់របស់ឪពុកបង្កើតរបស់គាត់ម៉ាថឹងដែលត្រូវជាឪពុករបស់គាត់ត្រូវសម្លាប់ភ្លាមបន្ទាប់ពីការបះបោររបស់ម៉ាឆាវជាការពិតណាស់ពេលនោះបើគាត់ចុះចាញ់នឹងព្រមជាប់គុកជាមួយឪពុកគាត់មិនត្រូវឆាវសម្លាប់នោះទេប៉ុន្តែគាត់បែរជាឆ្លៀតឱកាសក្រោកបះបោរធ្វើឲ្យគេឈ្មោះរបស់គាត់ត្រូវបំផ្លាញហើយសមរភូមិជាបន្តបន្ទាប់គាត់ខ្វះការយល់ដឹងអំពីស្ថានភាពទាំងមូលមិនអាចយកឈ្នះចិត្តមនុស្សបានហើយមានជំនឿលើកម្លាំងរបស់ខ្លួនឯងពេករឿងទី2គឺសម្លាប់ប្រជារាស្ត្រស្លូតត្រង់នៅពេលដែលគាត់ខឹងនឹងជាងស៊ីដែលក្បត់នឹងគាត់បែរជាសម្លាប់ឪពុកម្ដាយនិងបងប្អូនរបស់ជាងស៊ីចោលទាំងអស់មិនត្រឹមតែប៉ុណ្ណោះក្រុងទាំងមូលក៏ត្រូវដុតបំផ្លាញនេះជារឿងមួយដែលអគុណធម៌ខ្លាំងបំផុតទង្វើទាំងនេះធ្វើឲ្យលីប៉ៃត្រូវតែប្រយ័ត្នជាមួយនឹងម៉ាឆាវទី3គឺគាត់ក្បត់មិត្តភក្តិស្មោះត្រង់របស់ខ្លួនឯងផឹងអ៊ីគឺជាមិត្តជិតស្និទ្ធរបស់គាត់បាននិយាយរឿងសម្ងាត់នៃការបះបោរប្រាប់ម៉ាឆាវ
ដើមឡើយពាក្យទាំងនេះចេញពីមាត់ផឹងអ៊ីហើយចូលត្រចៀករបស់ម៉ាឆាវហេតុអ្វីរឿងនេះដឹងដល់អ្នកដទៃរឿងដែលម៉ាឆាវធ្វើពេលនោះគឺចង់បង្ហាញភាពស្មោះត្រង់ចំពោះលាវប៉ៃដើម្បីជៀសវាងហានិភ័យចំពោះខ្លួនគាត់ជ្រើសរើសយកភាពស្អាតស្អំនិងលុបបំបាត់លទ្ធភាពដែលលាវប៉ៃសង្ស័យមកលើខ្លួនឬបញ្ជូនអ្នកណាមកសាកល្បងខ្លួនអ្វីដែលសំខាន់បំផុតគឺរក្សាតំណែងរបស់គាត់និងមិនគិតពីជីវិតរបស់មិត្តភក្តិបាទសូមអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃប្រវត្តិរបស់ម៉ាឆាវសូមបញ្ចប់តែត្រឹមនេះហើយក៏សូមអភ័យទោសរាល់កំហុសខុសឆ្គងសង្ឃឹមថាជួបបងប្អូននៅវីដេអូក្រោយទៀត